Việt Nam ឯកសណ្ឋានពណ៌ក្រហមជាមួយនឹងក្រុមភ្ញៀវបាទក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឯកសណ្ឋានពណ៌ខៀវទឹកប៊ិចបាទការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Gordo នៃខេត្តបឹងយឿងបាទប្រទេសវៀតណាមនេះគឺជាការប្រកួតមិត្តភាពអន្តរជាតិដែលកាត់សេចក្តីដោយអាជ្ញាកណ្ដាលហុងកុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅក្នុងវគ្គទី1យើងឃើញថាមានការដាក់សម្ពាធគៀបសង្កត់បានច្រើនទៅលើក្រុមម្ចាស់ផ្ទះតែឱកាសមួយរបស់ក្រុមម្ចាស់ផ្ទះគឺច្បាស់ជាងយ៉ាងណាក៏ដោយត្រង់បាទមួយបាល់អំបញ្ញមិញនេះគឺបាទទាត់មិនចំគោលដៅទេបន្ទាប់ពីអ្នកចាំទីកែវសុកសេឡាព្យាយាមដាល់បាល់ free kick ត្រង់នេះគឺធ្វើបានយ៉ាងល្អពីកីឡាករបាទវៀងហៃឡុងទាត់ free kick មួយនេះល្អហួសតែម្ដងដែលមិនអាចឲ្យអ្នកចាំទីជួយសង្គ្រោះបាននោះទេងាកមកការប៉ុនប៉ងរបស់កម្ពុជាវិញម្ដងយូដៃអូកាវ៉ាត្រង់នេះទាត់ពីលើដំបូលទូកតែសង្គ្រោះបានដោយអ្នកចាំទីរបស់វៀតណាមកីឡាករវៀងដិនជាវបំផ្លោងត្រង់នេះទៅបាទមានបាល់តែតមួយបាទខ្ទាតមកបាទទាត់សម្ដៅទីបានសម្រេចដោយវៀងវ៉ាងវីដែលជាបាទខ្សែការពារស្លាប់ខាងឆ្វេងបដូរចូលជំនួសបាទមិត្តរួមក្រុមរបស់ខ្លួនបន្តមកទៀតក៏មានបាល់បាទដាច់ត្រង់នេះដែរតែក៏សង្គ្រោះបានដោយអ្នកចាំទីកៅសុកស៊ីឡាតាមរយៈបាល់បាទ counter attack បាទលឿនហើយបាទកីឡាករពាក់លេខ7វៀងហៃឡុងក៏បាទប៉ុនប៉ងសម្ដៅទីតែត្រូវសង្គ្រោះបានដោយស៊ីឡាចូលដល់វគ្គទី2មានការផ្លាស់ប្ដូរកីឡាករបាទជាច្រើនរូបរៀងខ្លួនបាទត្រង់នេះគឺជាការបញ្ជូនរបស់ Nick Taylor សរតនាដែលបដូរចូលជំនួសហៅសុកណេតលោតទៅតែតបាល់បុកជាមួយបាទអ្នកចាំទីរបស់វៀតណាមត្រង់នេះបាទធ្វើឲ្យគេមានបញ្ហាបាទទទួលការឈឺចាប់បន្តិចបន្តួចផងដែរបាទយើងមើលត្រង់នេះវិញម្ដងជាការបញ្ជូនទៅរកបាទស្លាប់ខាងស្ដាំបំផ្លោងចូលក្នុងតែក៏ចំជំហររបស់អ្នកចាំទីផងដែរការឲ្យបាល់របស់កីឡាករលេខ18អុកសុវណ្ណបន្តមកត្រង់នេះហើយគឺជាឱកាសគ្របបាល់តាមពីក្រោយដោយកីឡាករវ័យក្មេងប្រកបដោយភាពឆ្លាតវៃត្រង់នេះគេសម្លឹងមើលរួចជាស្រេចអំពីជំហររបស់អ្នកចាំទីដែលបើកមុំធំបាទSamuel ក៏បាទសុទ្ធសម្ដៅទីតែម្ដងកីឡាករដែលបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជម្រើសជាតិរកបានគ្រាប់បាល់ដំបូងនិងជាគ្រាប់បាល់តែមួយគ្រាប់គត់នៅក្នុងការប្រកួតនេះបាទមានការតែតសម្ដៅទីដែរតែស្រាលបន្តិចពី Andre Nieto ធ្វើអ្នកចាំទីបាទកីឡាករវៀងដិនជាវអាចចាប់បាល់បានបន្តមកត្រង់នេះឱកាសរបស់វៀតណាមគេបញ្ជូនហើយក៏បាទសម្រាប់ចិត្តយឺតបន្តិចការទាត់សម្ដៅទីរបស់កីឡាករលេខ5បាទកីឡាករបាទរបស់វៀតណាមគឺបាទត្រូវសង្គ្រោះបានដោយអ្នកចាំទីកៅសុកសេឡាលទ្ធផលបញ្ចប់ការប្រកួតជាផ្លូវការវៀតណាមយកឈ្នះកម្ពុជា2-1នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយនេះប្រិមត្តទស្សនិកជនជាទីមេត្រីការផ្សាយផ្ទាល់របស់យើងក៏សន្មតថាមកដល់ទីបញ្ចប់គ្រប់ថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនារបស់លោកអ្នកសម្រាប់ពេលនេះខ្ញុំបាទរੂកាណាល់លោកស៊ីថនណាថានក៏ដូចជាក្រុមការងារផ្សាយផ្ទាល់ទាំងអស់របស់ BTV News សូមអរគុណសូមគោរពលា